សហភាពសូវៀតគឺជារដ្ឋកុម្មុយនីសដ៏ធំមួយដែលមានឈ្មោះជាផ្លូវការថាសហភាពសាធារណរដ្ឋសង្គមនិយមសូវៀតដែលមានកំណើតតាំងពីថ្ងៃទី30 ខែធ្នូឆ្នាំ1922ដែលមានមេដឹកនាំឈ្មោះ Vladimir Lenin និងក្រោយមកការគ្រប់គ្រងផ្ដាច់ការគឺលោកប្រធានាធិបតី Stalin ដោយសហភាពសូវៀតនៅពេលនោះគឺបានក្លាយជាមហាអំណាចមួយនៅលើសកលលោកសហភាពសូវៀតគឺត្រូវបានរាប់បញ្ចូលប្រទេសទាំងអស់ចំនួន15រួមមានប្រទេសនៅបាល់ទិកមានអេស្តូនីប្រទេសឡាតវីនិងលីទុយអានីនៅប៉ែកខាងអឺរ៉ុបខាងកើតគឺប្រទេសបេឡារុសប្រទេសម៉ូលដាវីនិងប្រទេសអ៊ុយក្រែននៅតំបន់កូកាស៊ីសមានប្រទេសអាមេនីមានអាស៊ីបៃសង់និងប្រទេសហ្ស័រស៊ីនៅអាស៊ីកណ្ដាលមានកាហ្សាក់ស្ថានគីស៊ីស្ថានតាជីគីស្ថានទូមីនីស្ថាននិងប្រទេសអ៊ូបេគីស្ថានចំនួនបណ្ដាប្រទេសទាំងអស់ដែលបានរៀបរាប់ខាងលើនេះគឺបានធ្វើឲ្យប្រទេសមួយនេះមានទំហំធំជាងគេបំផុតនៅលើពិភពលោកដែលទឹកដីសហភាពនៅពេលនោះគឺលាតសន្ធឹងលើអឺរ៉ុបខាងកើតនិងអាស៊ីខាងជើងនិងកណ្ដាលវាគ្របដណ្ដប់ប្រហែល 1/6 នៃផែនដីរបស់យើងបន្ទាប់ពីពេលដែលសហភាពសូវៀតបានរលាយនៅឆ្នាំ1991ប្រទេសទាំងនោះបានក្លាយជារដ្ឋអធិបតេយ្យរៀងៗខ្លួនដែលនេះគឺជាការបញ្ចប់នៃសម័យសង្គ្រាមត្រជាក់នៅក្នុងវីដេអូនេះនឹងនាំលោកអ្នកមកស្គាល់នៅប្រភេទគ្រឿងសព្វាវុធមួយចំនួនដែលបានផលិតនៅក្នុងសម័យសហភាពសូវៀតនិងត្រូវបានបណ្ដាប្រទេសមួយចំនួននៅតែបន្តប្រើប្រាស់រហូតមកដល់បច្ចុប្បន្ននេះសំណួរសួរថាតើហេតុអ្វីបានជាសហភាពសូវៀតផលិតគ្រឿងសព្វាវុធច្រើនម្ល៉េះនាសម័យនោះតើគេផលិតអាវុធទាំងនោះក្នុងគោលបំណងអ្វីដោយផ្អែកទៅលើស្ថានភាពសេដ្ឋកិច្ចភូមិសាស្ត្រនយោបាយការប្រកួតប្រជែងអាវុធក៏ដូចជាទីឱកាសជាមួយសហរដ្ឋអាមេរិកនិងការចង់ពង្រីកនៅគោលលទ្ធិនិងឥទ្ធិពលរបស់ខ្លួននៅតាមបណ្ដាប្រទេសនានាលើពិភពលោកនោះនិងយុទ្ធសាស្ត្រយោធាដែលសូវៀតពឹងផ្អែកទៅលើទស្សនវិជ្ជាមួយថាគឺបរិមាណគឺជាគុណភាពរបស់វាកត្តានេះបាននាំឲ្យសូវៀតបានចាប់ផ្ដើមបង្កើតនូវកងទ័ពមួយដ៏ធំរួមទាំងការផលិតអាវុធដ៏ច្រើនអនេកដែលក្នុងនោះរួមមានឧបករណ៍យោធាសំខាន់ៗដូចជាប្រភេទអាវុធដែលប្រយុទ្ធនៅលើដីក្នុងនោះមានរថក្រោះ T55 T62 T72 និង T80 ដែលរថក្រោះស៊េរី T54 និង T55 នេះគឺជារថក្រោះដែលត្រូវបានផលិតច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រពិភពលោកដែលសូវៀតបានផលិតចំនួន 96,000 ទៅ 100,000 គ្រឿងដែលនៅតែប្រើប្រាស់ជាមួយកងទ័ពនៅតាមបណ្ដាប្រទេសមួយចំនួននៅទូទាំងពិភពលោកដែលម៉ូដែលនេះចិនក៏មានអាជ្ញាប័ណ្ណក្នុងការកែលម្អរថក្រោះទាំងនេះទៅជារថក្រោះដែលមានឈ្មោះថា THAAD 59 បានយ៉ាងច្រើនផងដែរវាត្រូវបានប្រើប្រាស់ដោយប្រទេសជាង35ក្នុងនោះរួមទាំងរុស្ស៊ីផ្ទាល់និងអ៊ុយក្រែនដែលរុស្ស៊ីក៏បានបញ្ចេញនៅប្រភេទរថក្រោះ T62 និង T55 ចាស់ៗចេញពីឃ្លាំងនិងដាក់ឲ្យដំណើរការក្នុងការដោះស្រាយក្នុងចំនួនរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែនផងដែរចំណែកឯកម្ពុជាយើងក៏បាននឹងកំពុងប្រើប្រាស់វាផងដែរនៅក្នុងសង្គ្រាមការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ប្រទេសសៀមយានយន្តប្រយុទ្ធមួយផ្សេងទៀតដែលមានឈ្មោះថា BMP ជាឈ្មោះពេញមានឈ្មោះថា Boyevaya Machina Pekoti ដែលយានយន្តប្រភេទនេះគឺជាប្រភេទយានយន្តប្រយុទ្ធថ្មើរជើងដំបូងគេហើយរ៉ាយ៉ង់របស់វាមានដូចជា BMP-2 ដែលនៅតែបានប្រើប្រាស់យ៉ាងរថពាសដែកមួយប្រភេទមានឈ្មោះថា BTR គឺជាប្រភេទរថពាសដែកដឹកយោធារថពាសដែកប្រភេទនេះគឺផលិតនៅសម័យសូវៀតនិងបានប្រើប្រាស់ដោយផ្ទាល់គឺប្រទេសរុស្ស៊ីអ៊ុយក្រែននិងប្រទេសជាច្រើនទៀតនៅទូទាំងមជ្ឈិមបូព៌ាអាហ្វ្រិកនិងអាស៊ីម៉ូដែលជាទូទៅនៃរថពាសដែក BTR នេះគឺមាន BTR 60 BTR 70និង BTR 80ដែលគេនៅតែឃើញវាប្រើប្រាស់ក្នុងចំនួនផ្សេងៗហើយជាច្រើនបានឆ្លងកាត់ការធ្វើទំនើបកម្មក្នុងស្រុកដើម្បីពង្រីកអាយុកាលនៃការប្រើប្រាស់
អាវុធមួយប្រភេទទៀតគឺប្រព័ន្ធកាំភ្លើងធំបាញ់រ៉ុកែតច្រើនគ្រាប់ដែលយើងស្គាល់ច្បាស់គឺ BM-21 Grade ដែលកំពុងតែប្រើប្រាស់នៅក្នុងប្រទេសជាង50នៅលើពិភពលោកនៅក្នុងនោះប្រទេសកម្ពុជាយើងមានវាជាង100គ្រឿងនិងកំពុងប្រើប្រាស់យ៉ាងសកម្មនៅក្នុងវិស័យយោធាតែបច្ចុប្បន្ននេះដែលវាសកម្មបំផុតនិងជាតួឯកបំផុតរបស់ប្រទេសកម្ពុជាក្នុងការការពារទឹកដីដែលមានចំនួនជាមួយនឹងប្រទេសសៀមកាំភ្លើងធំ Bolt Visor គឺជាប្រភេទកាំភ្លើងធំដែលមានទំហំ122មីលីម៉ែត្រដែលកំពុងប្រើប្រាស់ដោយប្រទេសជាង60នៅលើពិភពលោកមានដូចជាប្រទេសរុស្ស៊ីប្រទេសអ៊ុយក្រែនឥណ្ឌាប្រទេសវៀតណាមប៉ាគីស្ថាននិងប្រទេសហ្វាំងឡង់ជាដើមកាំភ្លើងមួយប្រភេទទៀតគឺកាំភ្លើងរុញច្រាន SPG 9 Scorpio ក៏ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយផងដែរក្នុងកងកម្លាំងប្រដាប់អាវុធមួយចំនួនធំនៅទូទាំងពិភពលោកក្នុងនោះមានប្រទេសនៅអាស៊ីអឺរ៉ុបជាច្រើនដោយសារតែវាមានតម្លៃទាបប៉ុន្តែគុណភាពរបស់វាគឺមិនអាចមើលរំលងបានទេពោលគឺសមត្ថភាពរបស់វាគឺអាចប្រឆាំងនឹងយានយន្តធុនស្រាលក៏ដូចជាទីតាំងថ្មើរជើងជាដើមនឹងត្រូវបានប្រើប្រាស់នៅតាមបណ្ដាប្រទេសជាច្រើនដូចជាសាធារណរដ្ឋអាហ្វ្រិកកណ្ដាលប្រទេសអាមេនីប្រទេសបេឡារុសប្រទេសកម្ពុជាប្រទេសហ្ស័រស៊ីប្រទេសអ៊ីរ៉ង់ប្រទេសអ៊ីរ៉ាក់ប្រទេសលីប៊ីប្រទេសម៉ាលីនិងប្រទេសប៉ូឡូញជាដើមប្រព័ន្ធអាវុធប្រឆាំងយន្តហោះដែលអាចប្រតិបត្តិការបានដោយខ្លួនឯងនោះគឺ ZSU-234 Shilka គឺជាប្រព័ន្ធការពារដែនអាកាសចល័តនិងមានម៉ូដែលផ្សេងៗដូចជា Strela 3 និង Igla SA-18 Cruise ដែលនៅតែដំណើរការនៅតាមបណ្ដាប្រទេសជាច្រើននៅលើពិភពលោកប្រភេទអាវុធធុនតូចដូចជា AK-47 ដែលម៉ូដែលរបស់វាមានដូចជា AKM និង AK-74 គឺជាប្រភេទអាវុធដែលសូវៀតបានផលិតនិងមានច្រើនបំផុតនៅលើពិភពលោកដែលវាបម្រើជាចម្បងសម្រាប់កងកម្លាំងយោធាភាគច្រើនរបស់ពិភពលោកក្នុងនោះក៏មានកម្ពុជាយើងផងដែរកាំភ្លើង RPG 7គឺជាប្រភេទកាំភ្លើងបាញ់គ្រាប់បែកដៃដែលដំណើរការដោយរ៉ុកែតវាមានភាពសាមញ្ញនិងត្រូវបានប្រើប្រាស់ទូទាំងពិភពលោកដោយសារតែភាពជឿជាក់និងមានតម្លៃថោករបស់វាប៉ុន្តែប្រសិទ្ធភាពរបស់វាមិនអាចមើលរំលងបានទេវាអាចមានសមត្ថភាពកំទេចនៅអគាររត់ពាសដែកធន់ស្រាលនិងប្រឆាំងគោលដៅផ្សេងៗបានយ៉ាងមានប្រសិទ្ធភាពកាំភ្លើងខ្លី Makaru PM គឺជាប្រភេទអាវុធខ្លីដែលនៅតែបានប្រើប្រាស់យ៉ាងទូលំទូលាយដោយកងកម្លាំងប៉ូលីសនិងយោធានៅតាមបណ្ដាប្រទេសដែលជាអតីតសហភាពសូវៀតក៏ដូចជាបណ្ដាប្រទេសនៅប្លុកខាងកើតក៏មានដូចជាប្រទេសរុស្ស៊ីប្រទេសចិននិងប្រទេសវៀតណាមជាដើមកាំភ្លើងវែងលបបាញ់ដែលមានឈ្មោះថា SVD Dragono គឺជាប្រភេទកាំភ្លើងលបបាញ់ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយមកដល់សប្តាហ៍ថ្ងៃនេះក្នុងនោះមានប្រទេសរុស្ស៊ីប្រទេសអ៊ុយក្រែននិងប្រទេសជាង30ផ្សេងទៀតដែលនៅអតីតប្លុកសូវៀតចំពោះប្រទេសចិនអ៊ីរ៉ង់ប៉ូឡូញហ្វាំងឡង់និងបណ្ដាប្រទេសជាច្រើនទៀតសុទ្ធតែទទួលបាននូវច្បាប់ចម្លងដែលមានអាជ្ញាប័ណ្ណក្នុងការផលិតកាំភ្លើងនេះជាបន្តបន្ទាប់ដោយសារតែគុណភាពនិងប្រសិទ្ធភាពនៃកាំភ្លើងនេះចំពោះកងកម្លាំងអាកាសសូវៀតក៏បានផលិតផងដែរនៅយន្តហោះចម្បាំងនិងយន្តហោះវាយប្រហារមានដូចជា MiG-29 MiG-31 Su-24 និង Su-25 ដែលយន្តហោះប្រយុទ្ធទាំងអស់នេះគឺនៅតែកំពុងបម្រើការយ៉ាងសកម្មជាមួយនឹងកងកម្លាំងអាកាសរបស់ប្រទេសរុស្ស៊ីក៏ដូចជាកងកម្លាំងអាកាសផ្សេងទៀតនៅទូទាំងពិភពលោកសូវៀតក៏បានផលិតផងដែរនៅប្រភេទឧទ្ធម្ភាគចក្រដឹកជញ្ជូនមានដូចជា MiL-Mi-8 MiL-Mi-17 និងឧទ្ធម្ភាគចក្រប្រភេទវាយប្រហារដូចជា Mi-24 ដែលសុទ្ធតែនៅដំណើរការក្នុងជួរកងទ័ពក្នុងប្រទេសជាច្រើននៅលើពិភពលោកយ៉ាងនេះ